ជំរាបសួរប្រិយមិត្តនៅក្នុង Facebook របស់ជាទីគោរពស្វាគមន៍កៅវលមកជួបគ្នាជាថ្មីនៅក្នុងកម្មវិធីផ្សាយផ្ទាល់របស់ខ្ញុំនៅម៉ោង 9:10 នាទីយប់ម៉ោងនៅក្នុងប្រទេសកម្ពុជាស្វាគមន៍ប្រិយមិត្តដែលនាំមុខគេថ្ងៃនេះគឺប្រិយមិត្តសុខេព្រំតារាសវណ្ណរាទេពសៅបកប្រុសរយស៊ីសិនបាទសិនប្រិយមិត្តប៊ូប៊ុនធឿនខុនស៊ូចាំត្រីបដីលីព្រមទាំងប្រិយមិត្តជាច្រើនរូបដទៃទៀតមានរុសុផាន់ហ៊ីលយូកូលូងនិងប្រិយមិត្តមេងអៀងជុនស្រះបាទខ្ញុំសូមបង្ហាញនៅកម្មវិធីនៅថ្ងៃនេះដូចរំដងសម័យឆាំទី1គឺការបង្ហាញនៅប្រធានបទនិងគ្រឿងខ្លែងពិសេសទី2បកស្រាយទី3សំណួរចម្លើយនិងបញ្ហាផ្សេងៗប្រធានបទថ្ងៃនេះមាន2មុននឹងចូលទៅដល់ការបង្ហាញនៅប្រធានបទទាំងពីរប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារាទៅដល់ទីណាការផ្លាស់ប្ដូរផ្នត់គំនិតទៅដល់ទីនោះស្ដាប់សូនតារាកើនបញ្ញាផ្លែតស្ដាប់ហ៊ុនម៉ាណៃអត់ទឹកដមមែនតែនស្ដាប់ហ៊ុនសែនកើតរោគចិត្តទូរទស្សន៍សូនតារាស្រាត់ខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នត់គំនិតប្រធានបទទី1ច្រើនតែស្ដាប់សាំតារាដេប៊ីខ្ញុំចោទជាសំណួរវិទ្យាសាស្ត្រសច្ចធម៌មួយថាបើពលរដ្ឋនិយាយពីការឈ្លានពានទឹកដីត្រូវបានចាប់តើមានន័យថារដ្ឋឯកភាពគឺឯកភាពជាមួយនឹងការឈ្លានពានទឹកដីពុំសវណ្ណាប្រធានបទនេះគឺជាប្រធានបទដែលកើតមានអស់រយៈពេលមួយសប្តាហ៍មកហើយប៉ុន្តែចំហាយនៅតែក្តៅប្រធានបទទី2សក្តាសានវុឌ្ឍខ្សឹបខ្ញុំទទួលបានសារពីយុទ្ធជនជាច្រើននៅក្នុងប្រទេសកម្ពុជាដែលខ្ញុំចង់ឲ្យអ្នកដឹងជាអ្នកគ្រប់គ្រងសូនតារាតែងតែគ្រប់គ្រងយូរគាត់ណាអ្នកគ្រប់គ្រងសូនតារាមានច្រើនណាស់នៅក្នុងគណៈបកប្រជាជននិងសម្ដេចសេនរតនាជាកងទ័ពគាត់ខ្ញុំប្រើពាក្យខ្សឹបពីព្រោះម្នាក់ពេលដែលផ្ញើសារមកខ្ញុំនឹងតែងតែនិយាយថាលេណាចុកនេះលោកគ្រូពេលដែលខ្ញុំឃើញលោកគ្រូចូលមើលសារហើយខ្ញុំរត់ខ្ញុំលុបចោលវិញហើយសូមកុំបង្ហាញអត្តសញ្ញាណនិងកុំយកសារខ្ញុំទៅបង្ហោះឲ្យសាច់ណែអំពីការកាត់លុយកាត់ប្រាក់ខែនេះទីហ៊ានប្រធានបទទី2នេះខ្ញុំនឹងលើកយកបន្ទាប់ពីនិយាយអំពីសំណួរមួយនេះដែលឆ្លុះបញ្ចាំងអំពីសច្ចធម៌ប៉ុន្តែមុននឹងឈានចូលទៅដល់ការបង្ហាញនៅប្រធានបទទាំងពីរនេះប្រិយមិត្តថ្ងៃនេះខ្ញុំមានគ្រឿងក្លែងមួយគត់វិញទេគឺសៅវណ្ណាការកឹមសុខាខ្ញុំមិនដាក់ជាប្រធានបទទេព្រោះជារឿងចាស់ដដែលប៉ុន្តែខ្ញុំលើកជាគ្រឿងក្លែងតូចមួយដែលឆ្លុះបញ្ចាំងអំពីស្ថានភាពនៅក្នុងប្រទេសកម្ពុជានិងស្ថានភាពនៅលើពិភពលោកបច្ចុប្បន្នមុននឹងខ្ញុំនិយាយអំពីសៅវណ្ណាការកឹមសុខាខ្ញុំនិយាយអំពីស្ថានភាពពិភពលោកណាធីរីទី1ទី2ខ្ញុំនិយាយអំពីស្ថានភាពនៅក្នុងប្រទេសកម្ពុជាស្ថានភាពពិភពលោកនិយាយស្អីមកឥឡូវពិភពលោកបើកាលណានិយាយអំពីលទ្ធិប្រជាធិបតេយ្យពុទ្ធភាពគឺគេតែងតែមានសម្ព័ន្ធមិត្តឬក៏ខ្នងបង្អែក3ធំណាស់យូរទី1សហរដ្ឋអាមេរិកទី2អង្គការសហប្រជាជាតិទី3សហភាពអឺរ៉ុបរ៉ាន់ប្រសួយឥឡូវអាមេរិកដែលត្រូវបានគេទទួលស្គាល់ថាជាប្រទេសមហាអំណាចលទ្ធិប្រជាធិបតេយ្យនិងគោរពសិទ្ធិមនុស្សលីសាឈឹមកំពុងតែធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ដែលបណ្ដាលឲ្យអង្គការសហប្រជាជាតិសហភាពអឺរ៉ុបចោលភ្នែកទៅមើលសង្គ្រាមហើយបានបិទភ្នែកចំពោះប្រទេសដទៃដែលកំពុងតែញោមញីរំលោភសិទ្ធិមនុស្សប្រតិអត់ឡើងអានេះជាសច្ចធម៌មួយណាបងប្អូនជាការពិតមួយជំរាបពីស្ថានភាពពិភពលោកសង្គ្រាមនៅអ៊ីរ៉ង់បណ្ដាលឲ្យប្រេងសាំងអ៊ូស្មានឡើងថ្លៃនិងធ្វើឲ្យប្រលានយន្តហោះជាច្រើននៅអារ៉ាប់ដែលភ្ជាប់ទំនាក់ទំនងជាមួយពិភពលោកត្រូវបាត់សង្គ្រាមនៅអ៊ីរ៉ង់បណ្ដាលឲ្យជួបជាមួយនឹងវិបត្តិខ្ញុំនិយាយបែបនេះឡើងថ្លៃមិនមែនសម្រាប់តែនៅអារ៉ាប់ទេគឺនៅជុំវិញពិភពលោកទាំងអស់ណាដោយគ្មានការចូលរួមហ៊ុនប្រាប់ពីនរណាទាំងអស់សង្គ្រាមនេះគឺកើតឡើងតែចំពោះលីនដាចិនដា
អ៊ីស្រាអែលអាមេរិកជាមួយនឹងអ៊ីរ៉ង់សហភាពអឺរ៉ុបអង់គ្លេសសូម្បីប្រទេសជប៉ុនក៏មិនចូលរួមដែរវាជាសញ្ញាមួយដែលបង្ហាញថាពិភពលោកស្អប់សង្គ្រាមពិភពលោកស្អប់សង្គ្រាមប៉ុន្តែវាបណ្ដាលឲ្យច្បាប់អន្តរជាតិក្នុងមួយរយៈកាលនេះធ្លាក់ទន់ខ្សោយប៉ុស្តូចអានេះជាកត្តាអន្តរជាតិចុះហេតុអីបានជាខ្ញុំសូនតារាត្រូវលើកអំពីកត្តាអន្តរជាតិនិងសកលលោកមុនណាមានអ្វីពាក់ព័ន្ធជាមួយនឹងសវនាការកម្មសខាចូលទៅស្ថានភាពនៅក្នុងប្រទេសកម្ពុជាស្ថានភាពអន្តរជាតិចដាដែលអយុត្តិធម៌ជួបទូរភ័ក្រគ្រប់ទីកន្លែងវាធ្វើឲ្យអន្តរជាតិបដោតទៅលើអាគ្រោះថ្នាក់ធំអតិភិបដែលបាត់បង់ជីវិតមនុស្សប៉ះពាល់ជាមួយនឹងសេដ្ឋកិច្ចសកលលោកមុនគេទុកអារឿងតូចតាចធម្មតាដូច្នេះប្រទេសតូចតាចដែលរំពឹងទៅលើច្បាប់អន្តរជាតិដែលរំពឹងទៅលើការគោរពសិទ្ធិមនុស្សដែលរំពឹងទៅលើលទ្ធិប្រជាធិបតេយ្យអាស្រ័យនេះគឺត្រូវបាត់បង់ក្នុងបង្អែកយើងបាត់បង់សហរដ្ឋអាមេរិកមែនទេយើងបាត់បង់អង្គការសហជីវជាតិយើងបាត់បង់សហភាពអឺរ៉ុបបើកាលណាយើងបាត់បង់ក្នុងបង្អែកលេងតិចគឺមានន័យថាលទ្ធិប្រជាធិបតេយ្យធ្លាក់ចុះសិទ្ធិមនុស្សលើសកលលោកធ្លាក់ចុះអំណាចផ្ដាច់ការបានដៃប្រទេសផ្ដាច់ការមួយចំនួននឹងចេញមុខបានដៃពីព្រោះប្រទេសដែលនិយមលទ្ធិប្រជាធិបតេយ្យនឹងរវល់តែធ្វើសង្គ្រាមណាហើយលែងនិយាយអំពីសិទ្ធិមនុស្សលែងនិយាយអំពីលទ្ធិប្រជាធិបតេយ្យនិយាយអំពីតែពីសន្តិភាពពីព្រោះអីពីព្រោះគេនិយាយពីសន្តិភាពពេលដែលស្រុកទៅសង្គ្រាមពេលដែលពិភពលោកកើតសង្គ្រាមពិភពលោកនិយាយពីសន្តិភាពប៉ុន្តែនៅពេលដែលមានសន្តិភាពគេនិយាយអំពីសិទ្ធិមនុស្សទៅវិញគេនិយាយអំពីសេរីភាពគេនិយាយអំពីយុត្តិធម៌រួចក្បាលធៀវណាអញ្ចឹងខ្ញុំនិយាយនេះមានន័យថាស្ថានភាពនៅក្នុងប្រទេសកម្ពុជាគឺហ៊ុនសែនហ៊ុនម៉ាណែតអរិតគេចំណេញពីស្ថានភាពពិភពលោកបន្តធ្វើបាបខ្មែរគ្នាឯងហើយចំណែកថៃគេចំណេញពីស្ថានភាពពិភពលោកស៊ីដីខ្មែរណាអានេះហ៊ុនសែនអត់មានអីស៊ីវាស៊ីកូនឯងស៊ីកូនចៅខ្លួនឯងខ្មែរគ្នាឯងស៊ីមកខំទៅពីថៃស៊ីដីខ្មែរហ៊ុនសែនស៊ីកូនចៅខ្មែរអានេះគឺវាចាវាដល់គេចំណេញដឹងមានពីណាទៅជួយអត់មានអីទេអានេះខ្ញុំនិយាយមានចំណុចមួយទៀតអានេះខ្ញុំនិយាយចាស់ទៅនឹងស្ថានភាពអន្តរជាតិរឹងថាកំអាចមនុស្សខ្លះគេថាលើកគ្រូតើស្ថានភាពអន្តរជាតិហេតុនេះបានជំរាបមានឥទ្ធិពលទៅលើពិភពលោកមួយទាំងមូលខ្ញុំមិនបាច់លើកឧទាហរណ៍ខ្ញុំលើកឧទាហរណ៍រឿងសមុទ្រមហាសមុទ្រមួយប្រទេសនីមួយៗប្រៀបដូចជាទូកនៅលើមហាសមុទ្រចឹងគឺទូកមានអាទូកធំទូកតូចទូកថ្នោតពេលដែលព្យុះអាទូកធំធំវារង្គើតិចអាទូកតូចតូចវាកន្លះបែកបាក់តិចចឹងតែអញ្ចឹងប្រទេសណាដែលមានពិភពលោកមានបញ្ហាព្យុះអាប្រទេសខ្សោយហ្នឹងទុកមិនជាប់ដួលបាក់ដៃបាក់ជើងហ្នឹងទៅណែឥឡូវខ្ញុំនិយាយរឿងមួយច្បាស់រឿងកូវីដថងផលកូវីដកើតនៅចិននេះប៉ុន្តែអាសន្នពិភពលោកមួយទាំងមូលអញ្ចឹងមានន័យថាសង្គ្រាមណាបើកាលណាធ្វើដោយមហាអំណាចមានន័យថាអាសន្នពិភពលោកទាំងមូលគាត់ថាពិភពលោកចូលរួមនិងមិនចូលរួមក៏ដោយវារងឥទ្ធិពលហើយអានេះគឺជាការពិតចុះឥឡូវសួរថាចុះមានអ្វីទាញទៅនឹងសវនាការរបស់កម្មសខាស្ថានភាពអន្តរជាតិវាឆ្លុះបញ្ចាំងអំពីស្ថានភាពនៅក្នុងប្រទេសកម្ពុជាស្ថានភាពនៅក្នុងប្រទេសកម្ពុជាវាឆ្លុះបញ្ចាំងអំពីរបបដឹកនាំនិងទស្សនវិស័យរបស់ជនផ្ដាច់ការមានន័យថាខ្ញុំនិយាយអំពីស្ថានភាពអន្តរជាតិនេះគឺខ្ញុំចង់សំដៅទៅលើកូននេះកងទ័ពខ្មែរអន្តរកាលនៃគ្រោះព្យុះនោះចំណាហនវានឹងរលកផុតទៅពេលដែលព្យុះនោះរលកផុតទៅពិភពលោកចាប់ផ្ដើមកែប្រែនិងចាប់ផ្ដើមងាកទៅវិញធម្មតាអានឹងដូចតែក្នុងពុទ្ធសាសនាសូមជឿគឺគេហៅវាវត្តសង្សារសង្គ្រាមសន្តិភាពសង្គ្រាមបើកាលណាយើងដើរមិនទាន់ទេវាបដូរអញ្ចឹងស្ថានភាពនេះណាមិនយូរមិនឆាប់វានឹងត្រឡប់ទៅរកពិភពលោកណាប្រសើរអាចប្រសើរជាងមុនពេលដែលពិភពលោកប្រសើរជាងមុនពេលនោះពិភពលោកនឹងចាប់ផ្ដើមបំពេញបេសកកម្មបង្ក្រាបទៅលើជនប្រជាការឥឡូវនេះជនប្រជាការឡើងដោយសារតែពិភពលោករវល់ពេលណាមួយរយៈពេលអាចតែមួយឆ្នាំឬកន្លះឆ្នាំខ្ញុំពឹងថាចឹងមួយឆ្នាំទៀតពិភពលោកច្បាប់អន្តរជាតិតឹងរឹងវិញមានន័យថាពួកផ្ដាច់ការចាប់ដើមថយចុះអញ្ចឹងមានន័យថាបើសិនជាពួកផ្ដាច់ការឆ្លៀតឱកាសនេះដើម្បីកំទេចគឺនឹងទទួលរងផលកម្មពេលដែលរលកនឹងវាស្ងប់ទឹកនឹងវាស្ងប់ហើយផលកម្មលើកនេះអន្តរជាតិមានសម្ព័ន្ធខ្លាំងណាស់គឺប្រទេសកម្ពុជាបើរងអ៊ីស្រាអែលជួនផលកម្មនៃទណ្ឌកម្មអំពីលទ្ធិប្រជាធិបតេយ្យនិងការរំលោភសិទ្ធិមនុស្សឧទាហរណ៍ថាពេលដែលអាមេរិកដូរប្រធានាធិបតីនៅអាណត្តិឬក៏អង្គការសហប្រជាជាតិចាប់ផ្ដើមនេះវិញអាចដោះស្រាយបញ្ហាទឹកដីនៃបានឬក៏អាចទៅបានប៉ុន្តែស្ថានភាពសិទ្ធិមនុស្សស្ថានភាពលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជានឹងងាកទៅខំហ៊ុនសែនវិញងាកទៅខំហ៊ុនសែនលើកនេះធ្ងន់ធ្ងរគឺហ៊ុនសែនគាត់កាន់តែចាស់ហើយចលនាពិភពលោកកាន់តែខ្លាំងទីនឹងណា
គូសំពីសំបីតែប្រទេសភូមាក៏ដោយប្រទេសណាក៏ដោយក៏អាចត្រឡប់ណាទៅរកសភាពការនឹងបានដែរអានេះគឺជាចលនាមួយដែលខ្ញុំចង់និយាយអញ្ចឹងចុះរឿងសាវនាការកម្មសខាខ្ញុំគ្រាន់តែចង់និយាយថាចេះវាគ្រាន់តែជាលក្ខខណ្ឌដើម្បីកំដរសភាពការអន្តរជាតិនិងពិភពលោកតែប៉ុណ្ណោះវាមិនមែនជាការពិតវាមិនមែនជាសាវនាការវាមិនមែនជាការកាត់ទោសវាមិនមែនជាការកាត់ក្តីទេគឺជាក្បួននៅក្នុងការបង្ក្រាបហើយយើងមើលទៅការលើកយកសាវនាការរបស់កម្មសខានៅក្នុងអំឡុងពេលនេះគឺអត់មានប្រយោជន៍អ្វីទាល់តែសោះអានេះនិយាយបានប៉ុណ្ណឹងសរុបសេចក្តីមិនមានន័យរបស់ប៉ុណ្ណឹងគឺអត់មានប្រយោជន៍អ្វីទាល់តែសោះបងប្អូនណាហេតុអីពីព្រោះហ៊ុនសែននឹងមិនណែសកុនត្រីអូមីសែនដោះលែងឬក៏កាត់ក្តីកម្មសុខាក្រៅតែពីរក្សាសាលក្រមដូចតែហ៊ុនសែនធ្វើដាក់សកម្មជនគ្រប់គ្នាចឹងចង់ឲ្យទៅប្តឹងដល់ណាក៏ដោយពិនិត្យកុកស៊ីរក្សានេះរក្សានេះសាលាឧទ្ធររក្សាតឡាការដំបូងរឿងកម្មសុខានេះមានពេលខ្លះគ្រាន់តែពេលដែលហ៊ុនសែនទៅលេងលខោនឹងដើម្បីអីនេះនៅក្នុងកលៈទេសៈនេះទី1ដើម្បីចរន្តអន្តរជាតិឲ្យឃើញថាប្រទេសកម្ពុជានឹងនីតិរដ្ឋមានច្បាប់ណាវាធូរស្រាលអារម្មណ៍ទី2គឺអំឡុងពេលនេះត្រូវរករឿងមកបន្លំឲ្យច្រើនព្រោះរឿងទឹកដីជារឿងមិនធម្មតាដូច្នេះត្រូវរករឿងមកដាក់ឲ្យបានច្រើនដើម្បីកុំឲ្យមនុស្សនោះបដោតទៅលើការបាត់បង់ទឹកដីមួយទៀតអន្តរីសំជាមួយនឹងបាក់សខុននេះវាយកតាមវីដេអូខ្ញុំយក Fresh News ឯងខ្ញុំមើល Fresh News ដែលបង្ហោះអត្តន័យដែលកាត់ដីដែលមានផែនការកាត់ដីឲ្យថៃហ្នឹងវាចាប់ផ្ដើមជ្រាបចូលទៅក្នុងគណៈបកណាទាំងអស់គ្រាន់តែមនុស្សមិនហ៊ាននិយាយអញ្ចឹងវាគ្មានន័យគ្មានខ្លឹមសារអ្វីទាំងអស់ចំពោះសាវនាការរបស់កម្មសុខាគឺគ្រាន់តែជាល្បែងលេងដើម្បីបន្លប់សភាពការហើយហ៊ុនសែននឹងមិនដែលណាដោះលែងឬក៏អនុគ្រោះដល់កម្មសខាមិនដាច់ខាតបងប្អូនគឺមិនដាច់ខាតអត់មានអីទេដូច្នេះយើងមិនចាំបាច់ជ្រើមជ្រួលទៅនៃជ្រួលយោបល់ជាមួយល្បែងនយោបាយនេះទេប៉ុន្តែអ្វីចុះបងប្អូនសួរថាចុះបើតាមទស្សនៈរបស់លោកគ្រូអ្វីដែលយើងត្រូវធ្វើឡាយម៉មគឺរក្សាទឹកចិត្តឲ្យល្អណារក្សាទឹកចិត្តយើងឲ្យល្អបើយើងហត់អ្នកខ្លះក៏ដេកសិនទៅសម្រាប់សិនទៅនេះអ្នកបើអ្នកដែលមានកម្លាំងនៅតទៀតទៅបើអ្នកសម្រាប់បើអ្នករបួសទៅពេទ្យសិនទៅបើអ្នកហត់សម្រាប់សិនទៅបើអ្នកខ្ជិលឈប់មួយរយៈសិនទៅប៉ុន្តែត្រូវចាំក្នុងចិត្តថាជាមករាលទ្ធិប្រជាធិបតេយ្យណាត្រូវការខ្មែរទាំងអស់គ្នាចូលរួមបើយើងឈប់ចូលរួមគឺមានន័យថាយើងខ្លួនឯងបែរទៅជាចូលរួមសម្រាប់លទ្ធិប្រជាធិបតេយ្យទៅវិញបងប្អូនពពកខ្មៅនេះវានឹងផុតវានឹងខាត់ក្រោយពេលអាមេរិកណាឈប់ធ្វើសង្គ្រាមបើអាមេរិកនៅធ្វើសង្គ្រាមគឺមានន័យថាលទ្ធិប្រជាធិបតេយ្យនៅលើពិភពលោកនេះជនផ្ដាច់ការនឹងឡើងដៃពីព្រោះយើងទាំងអស់គ្នាពឹងទៅលើអាមេរិកដើម្បីបង្ក្រាបជនផ្ដាច់ការនេះប៉ុន្តែបើអាមេរិករវល់តែបង្ក្រាបជនផ្ដាច់ការមួយដូច្នេះជនផ្ដាច់ការនៅលើពិភពលោកចាប់ចោលមនុស្សអត់មានអ្នកណាម្នាក់ទៅរវីរវល់ជាមួយទេដល់ទៅរវីរវល់ពួកផ្ដាច់ការស្អីឲ្យវិញដូចចិនដូចរុស្ស៊ីដូចកូរ៉េតាមរវល់មកថាអញឯងបើឯងទម្លាក់បបែកសម្រាប់ក្មេងសម្រាប់មនុស្សរាប់លានយ៉ាងពួកចិនពួកកុម្មុយនីសកូរ៉េណាកុម្មុយនីសវាអត់មានបោះឆ្នោតអត់មានសេរីភាពអីមែនប៉ុន្តែគេអត់មានងាប់មនុស្សមួយផងអាហ្នឹងពួកដែលពួកផ្ដាច់ការវាត្រឡប់ទៅវិញគឺត្រង់សារតែនឹងឯងនេះខានប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តទៀតស៊ីសវត្តវិរៈជាតិទូរទស្សន៍សូនតារាស្រាត់ខោជនផ្ដាច់ការផ្លាស់ប្ដូរផ្នែកគណិតប្រធានបទទី1ច្រើនតែស្ដាច់សង្ឃបើពលរដ្ឋនិយាយឈឺឆ្អាលអំពីសត្រូវឬក៏បរទេសឈ្លានពានទឹកដីចន្ទទីត្រូវបានចាប់ដាក់គុកមានន័យថារដ្ឋាភិបាលឯកភាពជាមួយនឹងការកាត់ទឹកដីរបស់បរទេសដែរទេអានេះខ្ញុំចង់ជាសំណួរមែនទេធម្មតាតើបងប្អូនមានសំណួរខុសពីណាខ្ញុំចង់សួរទៅបងប្អូនគណៈបកប្រជាជនពួកគណៈបកប្រចាំខ្ញុំមិននិយាយខ្ញុំចង់សួរទៅបងប្អូនគណៈបកប្រជាជនពិចារណាបើយើងណាការលើនិយាយអំពីទឹកដីត្រូវបានរដ្ឋាភិបាលរបស់យើងវាយយើងតាមន័យថាហន់អញ្ចឹងមានន័យថាម៉េចមានន័យថាតតែរដ្ឋាភិបាលរបស់យើងនឹងវាត្រូវជាមួយនឹងរដ្ឋាភិបាលបរទេសវាតតែរដ្ឋាភិបាលរបស់យើងនឹងវាស្របជាមួយរដ្ឋាភិបាលបរទេសនេះហើយវាផ្ទុយជាមួយរដ្ឋាភិបាលដែលនេះអុយបានត្រូវអ្នកណានិយាយអំពីទឹកដីត្រូវតែចាប់ដាក់គុកបើប្រទេសមួយរដ្ឋាភិបាលនិយាយពីទឹកដីត្រូវចាប់ដាក់គុកអានោះមានន័យថាវារលាយប្រទេសហ្នឹងគឺបាត់បង់ឯករាជ្យចំណុះឲ្យបរទេសគឺទទួលយកបរទេសជាម្ចាស់ជាការពិតលឿនមកខ្ញុំលើកឧទាហរណ៍រឿងមួយសម្បូរនៅប្រទេសចិនខ្ញុំមកសារលើកឧទាហរណ៍កាលនៅក្រោមអាណានិគមជប៉ុននិងអង់គ្លេសនរណានិយាយអំពីសេរីភាពប
ប្រឆាំងជាមួយនឹងការជិះជាន់របស់អង់គ្លេសនិងជប៉ុនត្រូវបានចិនចាប់ដាក់គុកហេតុអីពីព្រោះរដ្ឋាភិបាលចិនហ្នឹងវាស្របជាមួយនឹងអាណានិគមជប៉ុននិងអង់គ្លេសវាទទួលអំណាចនេះលំបណ្ឌិតពីជប៉ុនហើយនិងអង់គ្លេសអញ្ចឹងយើងត្រឡប់ទៅនេះមានន័យថាវានៅក្រោមបរទេសវាបំរើបរទេសវាដាក់ប្រទេសស្ថិតនៅក្រោមការត្រួតត្រារបស់បរទេសការដែលដាក់ប្រទេសឲ្យស្ថិតនៅក្រោមការត្រួតត្រារបស់បរទេសមិនមែនមានន័យថាទាល់តែប្រទេសហ្នឹងមកធ្វើជានាយករដ្ឋមន្ត្រីជាប្រធានទៅប្រទេសឬប្រទេសហ្នឹងទេគ្រាន់តែរដ្ឋាភិបាលនឹងឯកភាពបង្ក្រាបពលរដ្ឋបង្ក្រាបហើយធ្វើសកម្មភាពស្របជាមួយនឹងបរទេសមានន័យបរទេសឈ្លានពានឬក៏អាណានិគមមានន័យថាប្រទេសហ្នឹងបាត់បង់ឯករាជ្យភាពហើយអ្នកដឹកនាំនោះវាខ្លាំងតែជាមួយជនជាតិខ្លួនឯងនេះប៉ុន្តែជាអាយ៉ងជាកូនអុកណារបស់បរទេសចឹងទៅលើឧទាហរណ៍នេះដែលខ្ញុំនិយាយនេះពីព្រោះគេច្រើនជំនាន់ខ្ញុំមកសាមើលរឿងចិនរឿងចិនរឿងឥណ្ឌាក៏ដោយរឿងចិននេះខ្ញុំមកតាលើរឿងតួកំប៉ុងតួលីលជីអីដែលវាយជាមួយជប៉ុនលីសឡុងអីនេះដែលវាយជាមួយចិនវាយជាមួយអង់គ្លេសសំទោសវាយអង់គ្លេសវាយមួយជប៉ុននេះណាគឺសុទ្ធតែជារឿងដែលប្រទេសហ្នឹងបាត់បង់ឯករាជ្យហើយស្ថិតពួកចិនណាវាខ្លាំងបានជនជាតិចិនខ្លួនឯងនេះវាវាយវាចាប់ជនជាតិចិនខ្លួនឯងប៉ុន្តែវាអោនក្បាលចំពោះជប៉ុនវាអោនក្បាលចំពោះអង់គ្លេសណាដូចគ្នាយើងវាចាប់ផ្ដើមអោនក្បាលចំពោះនេះប្រទេសជិតខាងហើយវាចាប់ផ្ដើមខំជនជាតិខ្លួនឯងតាំងពីទៅតើយើងអាចចោទជាសំណួរជាសំណួរស៊ីជម្រៅថាតើទង្វើហ្នឹងជាទង្វើស្មោះត្រង់នឹងជាតិភក្តីជាមួយជាតិឬក៏ជាទង្វើក្បត់ជាតិបើយើងមែនទេបង្ក្រាបប្រជាជនសម្លាប់ប្រជាជនហើយយើងស្របជាមួយនឹងបេសកកម្មរបស់បរទេសអានឹងយើងមិនក្បត់ប្រជាជនយើងមិនក្បត់ជាតិហើយខ្ញុំគាត់ថាចេះទេណាពូតខ្ញុំឆ្ងល់នេះបាត់គេមើលអត់យល់ខ្ញុំមើលអត់យល់ថាតើគេកំពុងតែធ្វើអីរាល់ថ្ងៃនេះប្រជាជនកម្ពុជាហ្នឹងគឺម្នាក់រស់នៅក្នុងភាពអាសន្នភ្នែកនៅកញ្ចឹងកកម្ពុជាស្រុកកំណើតខ្ញុំម្នាក់ក្នុងរបបមួយដែលធ្វើឲ្យមនុស្សតក់ស្លុតមិនឲ្យទៅសម្លុតមនុស្សឲ្យរំវងបាត់ដីទៅសម្លុតមនុស្សឲ្យមិនរំណាមិនហ៊ានរំហើយមនុស្សគាត់សบายមែនបាត់បង់ទឹកដីគាត់សบายមែនបាត់ផ្ទះណាពេញអញ្ចឹងឥឡូវខ្ញុំចោទសួរទេខ្ញុំចោទសួរថាតើវាមានន័យចឹងដែរទេវាខ្ញុំមិនដឹងយើងយល់វាអស់ហើយវាទាល់តម្រេះណាបងប្អូនវាទាល់តម្រេះវា stress ហើយសិនតែពេលខ្លះខ្ញុំមើលទៅខ្ញុំទៅជុំពធប្រធានទីបងយូខ្ញុំអត់យល់ទេបងប្អូនណាខ្ញុំអត់យល់ថាតើវាយ៉ាងម៉េចឥឡូវនេះប៉ុន្តែបើនិយាយអញ្ចឹងណាបើថាមកថានិយាយអំពីបញ្ហាទឹកដីគឺវាអត់មានបញ្ហាអីទេប្រឆាំងជាមួយនឹងការឈ្លានពានក៏វាអត់មានបញ្ហាអីដែរមែនទេគឺត្រូវតែលើកតម្កើងប៉ុន្តែបើនិយាយព័ត៌មានប្រឌិតខ្លែងខ្លាយញុះញង់ឲ្យណាមានសង្គ្រាមញុះញង់ឲ្យប្រជាពលរដ្ឋហ្នឹងណាបង្កសង្គ្រាមញុះញង់ឲ្យមានការវាយប្រហាយអាហ្នឹងយើងមើលទៅលើសារដែរឧទាហរណ៍គេនិយាយថាតោះយើងទាំងអស់គ្នាណាទៅព្រំដែនដើម្បីអ្នកដេកដល់ចូលទៅក្នុងប្រទេសថៃហើយប្រយុទ្ធតតាំងអាហ្នឹងវាទៅប៉ុន្តែបើមនុស្សយើងគ្រាន់តែស្ដាយស្រណោះទឹកដីសូមរដ្ឋាភិបាលឬក៏ស្ដីបន្ទោសរដ្ឋាភិបាលអាហ្នឹងខ្ញុំថាដូចជាហេតុអីបានជាខ្មែរយើងគ្មានសិទ្ធិស្រឡាញ់ទឹកដីហ៎ហេតុបានជាខ្មែរយើងគ្មានសិទ្ធិស្រឡាញ់ទឹកដីបងប្អូននេះឥឡូវនេះស៊ីជម្រៅណាពិចារណាហេតុអីបានជាខ្មែរគ្មានសិទ្ធិស្រឡាញ់ទឹកដីខ្មែរតើប្រទេសខ្មែរយើងគ្រប់គ្រងដោយនរណាហេតុអីបានជាពេលដែលយើងនិយាយអំពីទឹកដីខ្មែរត្រូវបានគេចាត់ណាជាចំណុចទី1មួយទៀតខ្ញុំនិយាយអំពីស្ដេចសំជាមួយពួកហ្នឹងប្រតិកលាគ្នាព្រោះថ្មីនេះឃើញគេសរសេរតែងសេចក្តីពីចាប់សាហាវណាដូចខ្លះឮថាមានបាញ់កាត់ភ្លើងមិនដឹងគេកាត់តយមិនដឹងទេណាខ្ញុំ Facebook ខ្ញុំទៅជឿដែរវាថាចូលវត្តទូអាវុធទុកអានេះហើយចាប់លោកកវែងកវត្តមកផ្សក់ក្រោយពេលដែលមើលទៅវាសាហាវដូចខ្មែរក្រហមចាប់សាហាវណាជាង10000ពេលនោះវាពិភពលោកឬក៏ប្រជាជនកម្ពុជាមើលទៅប្រទេសកម្ពុជាលោកសំលែងមានតម្លៃមនុស្សលែងចង់ទៅវត្តមកនឹងទៅថ្វាយបង្គំនេះប្រវត្តិនត្រ័យព្រះពុទ្ធព្រះធម៌ព្រះសង្ឃអញ្ចឹងវាបាត់តម្លៃប្រទេសហ្នឹងវាថាប្រទេសដែលកាន់ពុទ្ធសាសនាបាទនេះគឺបែរទៅជាចាប់សម្រាប់លោកហ្នឹងមិនស្ឹកយើងប្រើពាក្យចាប់សម្រាប់លោកមុខកាមេរ៉ាស្រ័យសម្លុតចង្អុលមុខទាញដល់ពេលអញ្ចឹងទៅវាធ្វើឲ្យបាត់តម្លៃគេថាបាត់តម្លៃសាសនារលាយរបស់អីក៏ដោយវានៅសល់ដោយសារតែមនុស្សគោរពមិនឲ្យតម្លៃមនុស្សបើលែងគោរពមិនឲ្យតម្លៃគឺវារលាយអញ្ចឹងបាវចនាជាតិយើងគឺជាតិសាសនាដង្ខៅជាតិសាសនាប៉ុន្តែជាក់ស្ដែងជាតិយើងសាសនាជាតិសាសនាព្រះមហាក្សត្រប៉ុន្តែបើយើងមើលជាក់ស្ដែងអ្នកណាដែលនិយាយអំពីជាតិត្រូវបានគេចាប់ដាក់គុកហើយសាសនានេះត្រូវបានគេចាប់សម្រាប់ហើយវាទៅជាសន្តិភាពណាបាវចនាជាតិអគុណសន្តិភាពវាទៅជាធំជាងអាជាតិសាសនាព្រះមហាក្សត្រទៅវិញអ្នកណានិយាយពីអគុណសន្តិភាពទោះបីជាបាត់បង់ទឹកដីក៏ដោយឃើញរូបផ្ទះមួយហ្នឹងសំផ្ទះតស3ជាន់ណាតស3ដើមហ្នឹងអគុណសន្តិភាពទៅវិញអាហ្នឹងគឺវាគ្រោះថ្នាក់ណាប្រទេសហ្នឹងគឺវាត្រៀមនឹងបាត់បង់មិនមែនដោយសារតែណាបរទេសឆ្លៀតពេលនេះគឺដោយសារការប្រេងតែមេដឹកនាំប្រទេសមួយហ្នឹងយល់ព្រម
យល់ព្រមបង្ក្រាបពលរដ្ឋរបស់ខ្លួនដោយស្របជាមួយនឹងឆន្ទៈរបស់បរទេសដែរចឹងបានថាការនិយាយអំពីបញ្ហាព្រំដែនព័ត៌មានអំពីព្រំដែនមានអាណាគេទៅចាប់ដាក់គុកនៅប្រទេសអ៊ុយក្រែនដល់ខាងដូចជានៅប្រទេសនេះអីគេនិយាយជាព័ត៌មានពិតយើងត្រឹមណាអីបាត់លើកលែងតែព័ត៌មានពីយើងនិយាយទៅថាបង្កណាព័ត៌មានខ្លាំងខ្លាយព័ត៌មានពិតឯកន្លែងនេះអត់មានផងថាផ្ទុះអាវុធឥឡូវកំពុងតែផ្ទុះអាវុធឲ្យមនុស្សចាប់ផ្ដើមវឹកវរភ័យឥឡូវថៃនឹងចាប់ផ្ដើមចូលមកដុតផ្ទះហើយអានឹងវាអត់មានផងអានឹងចាប់ត្រូវមែនរំថាបងប៉ុន្តែគ្រាន់តែយើងថាខ្ញុំស្រឡាញ់ទឹកដីកម្ពុជាណាស់ខ្ញុំនេះសូមរដ្ឋាភិបាលផ្ដឹងទៅតុលាការអន្តរជាតិដើម្បីឲ្យថៃដកទ័ពចេញពីកម្ពុជាប្រឆាំងទៅនឹងការឈរជើងរបស់កងទ័ពថៃដោយខុសច្បាប់នៅលើទឹកដីកម្ពុជាហើយតែចាប់ដាក់គុកដែរចឹងមានន័យថាឯកភាពជាមួយថៃឈរជើងនៅក្នុងប្រទេសកម្ពុជាពេជ្រស៊ូលីងមួយឥឡូវត្រឡប់មករឿងដូចខ្ញុំនិយាយមិញហ្នឹងសំគេណាចាប់សម្រាប់ប្រទេសមួយដែលកាន់ពុទ្ធសាសនាជាតិសាសនាព្រះមហាក្សត្រប៉ុន្តែអ្នកដែលស្រឡាញ់ជាតិចាប់ដាក់គុកជាតិគឺទឹកដីសាសនាត្រូវបានគេចាប់សម្រាប់អាហ្នឹងប្រទេសកម្ពុជារបស់យើងខ្ញុំសរសេរតែបទមួយកាលពីម្សិលមិញហ្នឹងខ្ញុំដើរទៅណាទៅសាលាពេលព្រឹកខ្ញុំឃើញទេសភាពល្អថ្ងៃរះហ្នឹងក៏សរសេរតែបទមួយគឺនៅក្នុងប្រទេសកម្ពុជាច្រើនតែស្ដេចសង្ឃតែគេចាប់ស្ដេចសង្ឃផ្សឹកគេចាប់សង្ឃផ្សឹកគ្មានស្ដេចសង្ឃអង្គណាចេញមុខប្រតិកម្មការពារព្រះរតនត្រ័យឡើយណាហើយយើងមើលភរិយាលោកជំទាវទី1ហ៊ុនម៉ាណែតជាអ្នកជួយជាក់យ៉ាងស្មោះស្ម័គ្រទៅលើព្រះពុទ្ធសាសនានៅប្រលានយន្តហោះអន្តរជាតិគឺដាក់រូបព្រះពុទ្ធបណ្ណាណីតែជាក់ស្ដែងមនុស្សកាន់កភ្លើងចាប់លោកស្រាតណាស់បងប្អូនខ្ញុំមិនដឹងថាតើនៅក្នុងប្រទេសកម្ពុជាគេជាសាសនានេះគេគោរពសាសនាឬក៏យ៉ាងណាទេបើលោកមានកំហុសមានអីខ្ញុំនិយាយរឿងតំណែងបន្តិចបងប្អូនអ្នកធ្លាប់នៅអាមេរិកនិងនៅបារាំងខ្ញុំនិយាយតែកន្លែងខ្ញុំដឹងខ្ញុំនិយាយកន្លែងផ្សេងទៀតឧទាហរណ៍ថាបើគេចង់ចាប់យើងលុកដូរខុសច្បាប់គេមិនមកចាប់ទៅសេថាញុះញង់ហើយតែទៅពាក្យញុះញង់វិញនេះទៅជាថាយើងនឹងលួចមន់វត្តតែមែនទេគឺគេស៊ើបអង្កេតតែគេសង្ស័យហ្នឹងអ្នកខ្លះតែងជាជនស៊ីវិលដាក់កាមេរ៉ានៅក្នុងប៊ិចកាមេរ៉ានៅក្នុងកប៉ៅទៅនៅក្នុងភោជនីយដ្ឋានមួយដែលគេសង្ស័យថាលួចពន្ធរដ្ឋឬក៏ឲ្យអ្នកធ្វើការអត់មានកដាស់ស្នាមខុសច្បាប់ធ្វើការលួចលាក់អញ្ចឹងគេមិនអាចចុះទៅចាក់ដូចនៅស្រុកខ្មែរយើងចុះទៅចាក់ហើយបានប្រឌិតកោះតាងបានទៅចោទយកមនុស្សទៅដាក់គុកហើយបានចេញមែនទេគឺគេទៅគេគិតលុយគេថតដោយតែកន្លែងលោកខុសច្បាប់ចឹងទៅកន្លែងនេះគេមិនឲ្យលោកទេណាហើយដល់មនុស្សពេលឃើញឯកសណ្ឋានប៉ូលីសក៏លោកទេគេធ្វើចែកគ្នាស៊ីអញ្ចឹងប៉ូលីសចាប់បានទេលោកមានន័យថាឲ្យលុយឲ្យតំណែងអញ្ចឹងមានពេលខ្លះពួកអ្នកស៊ើបអង្កេតស៊ីវិលវាដាក់អាកាមេរ៉ាក្នុងនោះវាមិនទិញយើងថ្លៃប្រហែលពេលណាដែលវាចាប់យើងណាគឺវាហៅទៅប៉ុស្តិ៍វាប្រចាំងដាក់កាមេរ៉ាមកវាមានឯកសារវាមានរូបថតវាប្រចាំងឃើញយើងឲ្យលុយអ្នកនេះហត់មកអាប់ហ្នឹងអូវាឃើញនៅភោជនីយដ្ឋានឃើញបុគ្គលិកហ្នឹងនេះអត់មានកដាស់ស្នាមអត់មានអីហ្នឹងគូវាចុះទៅយើងបើកែកអត់បានទេមានប្រពន្ធល្អមកជារក្សាហើយវាដាក់ក្រឹបបាត់ទៅបាត់មកអញ្ចឹងដូចគ្នាបើសិនជាលោកសង្ឃហ្នឹងមានបញ្ហាស្រីម៉ាក់ស្រីមុំតើហេតុអីបានជាទៅជាញុះញង់ទៅវិញអាចោតប្រកាន់លើកដំបូងតែមិនក៏លើកដំបូងចាប់លោកសឹកញុះញង់ក្រោយមកវាទៅជារឿងស្រីម៉ាក់ស្រីមុំលាវបុរីអាហ្នឹងមានន័យថាម៉េចមានន័យថានៅក្នុងប្រទេសកម្ពុជាបងប្អូនមានចាំបានកាលហេតុពលការអំណាចអ្នកពីរអ្នកបាញ់សម្លាប់គិតកោបាញ់សម្លាប់ជីវជានៅតាមដងផ្លូវកន្លែងលក់កសែតពីដើមតមាន Facebook មនុស្សនិយមអានកសែតហ្នឹងតិចមនុស្សពីរអ្នកនៅព្រៃវែងនៅស្វាយរៀងខ្ញុំមិនដឹងទេគ្នាអត់ដឹងខ្យល់អីសោះគូរូបហើយសុកទៅចាប់គ្នាមនុស្សមិនដឹងខ្យល់អីចាប់ហើយមកភ្ជុំក្បាលបង្ខំឲ្យគ្នាសារភាពជាប់គុក10ឆ្នាំទៅលែងទៅអត់មានទួយហ៎ដាក់គុកហ៎គូទីនេះណាសម្បូរអ្នកជាប់គុកសំដួសសម្បូររឿងប្រឌិតសម្បូររឿងតែនិពន្ធណាអញ្ចឹងបងប្អូនខ្ញុំថាបើសិនជាលោកនឹងធ្វើរឿងខុសតើមានអ្នកណាគេតាមដានតើមានអ្នកណាគេលួចថតតើមានគាត់ខាងស្អីបច្ចុប្បន្ន AI រូបកាត់តសារបងប្អូនអត់ប្របាក់ទេឥឡូវខ្ញុំចង់បង្កើត account Facebook មួយដាក់រូបជីកក៏បានដែរណាខ្ញុំបង្កើត account Facebook 3ក៏បានដែរ Tiger Voice ហើយខ្ញុំឆាតញ៉ៃគ្នា account Facebook ទី1ដាក់សូនតារាហ្នឹង account របស់ខ្ញុំណា account Facebook ទី2ដាក់ឈ្មោះស្រីម៉ាក់ស្រីមុំ account Facebook ទី3ដាក់ឈ្មោះមីជីងជីងហើយខ្ញុំតែម្នាក់ខ្ញុំតែម្នាក់ហ្នឹងមានន័យប្របាក់បងប្អូនថាអត់ប្របាក់ទេមានន័យតែម្នាក់ខ្ញុំសូនតារាហ្នឹងខលចាក់ចម្រិតខ្ញុំផ្ញើបាច់ឲ្យវាធ្ងន់ធ្ងរដល់ដាក់ចាក់ចម្រិតក៏បានដែរខ្ញុំផ្ញើសារទៅស្រីម៉ាក់ស្រីមុំថាបើមិនយកលុយមកឲ្យខ្ញុំ$10000ទេខ្ញុំនឹងបង្ហាញវីដេអូអាក្រក់ទាំងអស់តែមិនមានអីទេខ្ញុំមិនស្អីចឹងស្រីម៉ាក់ស្រីមុំហ្នឹងខ្ញុំដដែលហ្នឹង account មានប្របាក់
ចាប់ផ្ដើមផ្ញើសារមកវិញថាអូយសុំបងលោកអើយកុំធ្វើបាបខ្ញុំអីឥឡូវហ្នឹងថ្ងៃនេះណាខ្ញុំនឹងកំណត់ពេល3ថ្ងៃទៀតខ្ញុំនឹងផ្ញើ$1,000ទៅក្រោយមកទៀតខ្ញុំផ្ញើទៅទៀតណាទៅមីជីងតែខ្ញុំមិនដឹងអីនេះមែនទេហើយមីជីងហ្នឹងខ្ញុំចាប់ចម្រិតទៅទៀតខ្ញុំថាបើមីជីងហ្នឹងណាមិនព្រមផ្ញើលុយឲ្យខ្ញុំ$20,000ទេខ្ញុំនឹងទម្លាយអាកំបាំងអញ្ចឹងមីជីងហ្នឹងតែខ្ញុំទៅបងប្អូនឥឡូវនៅក្នុងសម័យ Facebook ហ្នឹងណាយើងទៅមើលអាឆាតទៅមើលអីគេចូលប្រកាន់នេះណាគឺមនុស្សម្នាក់អាចបង្កើត Facebook មួយលានបងប្អូនមានឃើញអ្នកដែលចូលជេរសូនតារាឬក៏ចូលជេរនៃគណៈបព្វឆាំងឃើញ account ខ្មោចប្រហែលផុសមួយនាទីឃើញចូលជេរឃើញចូលជេរប្រហែលចូល1000 comment ណាបងប្អូនអាហ្នឹងគេអាចធ្វើបានទេតាអញ្ចឹងលោកនៅក្នុងទុកអាណាទៅប្រឆាំងអាណាទៅនិយាយតវ៉ារឿងអីអាណាទៅកសលវិច័យមែនទេកសលវិច័យណាទៅតុលាការអាហ្នឹងគេរៀបចំដោយតុលាការហ្នឹងសើហងតែគេរៀបចំដោយតុលាការរៀបចំដោយប៉ូលីសអាណាទៅកសលវិច័យអាណាមិនពិតមានពិបាកគាត់តែកែសំណុំរឿងហ្នឹងបង្កើតយករូបលោកដាក់មកកគោកមានអីរូបលោកមួយទៅហើយនៅខាងហ្នឹងប៉ូលីសគេមានក្រុមការងារប្រព័ន្ធហ្នឹងគេធ្វើបានទៅប៉ូលីស5នាក់ធ្វើ account 5ទៅយករូបស្រីម៉ាចមួយស្រីមុំមួយដាក់ហ្នឹងទៅមែនទេយករូបស្រីម៉ាចមួយ account មួយស្រីមុំមួយមែនទេមីមួយជីងមួយដាក់តែស្រីម៉ាចស្រីមុំមីជីងតែមនុស្សម្នាក់ហ្នឹងអង្គុយឆាតជាមួយគ្នាពី3ថ្ងៃ2ថ្ងៃទៅកែសំណុំរឿងបានបាត់ហើយអញ្ចឹងបានជាសម័យឥឡូវណាបងប្អូនណាគេអត់យកអានឹងជាសុពលភាពនៅស្រុកនេះរឿងលើកលែងតែគេកសលវិច័យគេចាក់មនុស្សហ្នឹងទៅច្បាប់វិជាសាស្ត្រគេកសលវិច័យមែនទេប៉ុន្តែវាគ្រាន់តែឃើញយើងបង្ហោះឆាតបង្ហោះអីហ្នឹងគេអត់ជឿទេសម័យនេះគេប្រឌិតបានទាំងអស់អញ្ចឹងណារឿងនេះដែលខ្ញុំចង់និយាយរឿងកលៃពីការចាប់ស្រាតលោកយើងប្រើពាក្យនឹងចុះមេងឡងណាវាសាហាវណាស់ដាក់ដែរចុះឥឡូវសម្បូរតែស្ដាច់សំប៉ុន្តែបងប្អូនខ្ញុំនិយាយរឿងនេះមកហើយបើខ្ញុំលើករឿងស្ដាច់សំនៅស្រុកយួននៅស្រុកចិននៅស្រុកថៃដូចអត់មានស្ដាច់សំអីកោតកោដីទេប៉ុន្តែសាសនាត្រូវបានគោរពណាបងប្អូនបើនិយាយពីសាសនាដទៃស្ដាច់សំមានឥទ្ធិពលខ្ញុំលើកឧទាហរណ៍ដូចជាសាសនានៅអ៊ីតាលីនៅកាតូលិកសម្ដេចប៉ាបបងប្អូនសម្ដេចប៉ាបមានសិទ្ធិហ៊ានអន្តរាគមន៍ទៅលើសង្គ្រាមហ៊ានហាមរុស្ស៊ីហ៊ានហាមអាមេរិកហ៊ានហាមអ៊ីស្រាអែលហ៊ានហាមហាម៉ាស់ហ៊ុនណាល់បែឃើញទេសម្រាប់មនុស្សតែស្ដេចសំស្រុកជើងចូលមកបងប្អូនគួរឲ្យធំប្រទេសមួយដែលសម្បូរអញ្ចឹងយើងត្រូវចោទសួរវិញថាតើហេតុអីបានជាប្រទេសកម្ពុជាសម្បូរសម្ដេចសំតើគេបង្កើតសម្ដេចសំដើម្បីអីដើម្បីត្រួតត្រាអ្នកដែលកាន់ព្រះពុទ្ធសាសនាគឺជាការលះបង់ហើយទៅតែងតាំងឋានៈបុណ្យស័ក្តិលោកបច្ចុប្បន្ននឹងពុទ្ធសាសនាទាំងស្រុងនៅក្នុងប្រទេសកម្ពុជាសាសនាយើងគឺសាសនាពុទ្ធសាសនាទេបច្ចុប្បន្នទាំងស្រុងបងបច្ចុប្បន្នសង្ឃនៅក្នុងធម៌វិន័យគេមានឋានៈរបស់គេមានឋានៈនេះភិក្ខុខ្ញុំមិនដឹងទេគេមានឋានៈពុទ្ធថាមានភិក្ខុមានប្រសាទស្អីគេទេអាហ្នឹងខ្ញុំមិនដឹងទេមានភិក្ខុមានមាននេនមានអីគេបែងចែកតែក្នុងធម៌វិន័យសាសនាដែលរលាយគឺជាសាសនាដែលចាកពីគម្ពីរណាអញ្ចឹងហើយបានជាសាសនាខ្លះណាគេអត់ឲ្យមនុស្សទៅប៉ះគម្ពីរទោះជាអាគម្ពីរនោះខុសក៏ដោយក៏ឲ្យវាទៅជាខុសពីព្រោះបើអ្នកឯងកែថ្មីតើអ្នកជំនឿមានការឯកភាពជាមួយនឹងឯងបានដែរទេពីសាសនាជាច្រើនហ្នឹងឆ្លុះនេះដោយសារកែគម្ពីរវាមានច្រើនមួយទៅទំនោរទៅខាងកថាខណ្ឌនោះជ្រៅអញ្ចឹងទៅក៏រត់ទៅបែបហ្នឹងទៅមួយទំនោរទៅខាងកថាខណ្ឌជ្រៅរត់ទៅបែបហ្នឹងទៅណាអញ្ចឹងសាសនាបើកណាចេញពីគម្ពីរហើយរលាយបដិវត្តសាសនានៅក្នុងប្រទេសកម្ពុជាគ្មានពុទ្ធសាសនាព្រោះមានស្ដេចសំណាតែបើមានមែនជាកិត្តិយសមានតែមួយស្ដេចសំហ្នឹងសំដៅទៅលើអ្នកមានស្នាដៃមួយស្នាដៃដែលអ្នកដទៃមិនអាចធ្វើបានឧទាហរណ៍ដូចសម្ដេចព្រះសង្ឃរាជជួនណាតមានត្រូវជាងារមួយដោយសារតែជាអ្នកដែលបានបង្កើតមិនបង្កើតអក្សរសាស្ត្រហើយជាអ្នកដែលបានកែសម្រួលរៀបចំរចនាសម្ព័ន្ធអក្សរសាស្ត្រដែលមានសៀវភៅភាសាខ្មែរបច្ចុប្បន្នគឺផ្អែកទាំងស្រុង 100% ទៅលើវចនានុក្រមរបស់សម្ដេចព្រះសង្ឃរាជជួនណាតអញ្ចឹងត្រឹមត្រូវមែនទេមានស្នាដៃចំពោះជាតិសម្ដេចណាឧបិច្ចសំណាងស្ដេចសំមានថាមានស្នាដៃចំពោះជាតិវាស្ដេចសំមែនទេបើឃើញអត់មានអ្នកណាទៅអើពើរឿងបើនៅក្នុងពុទ្ធសាសនាគេមានបរតនត្រ័យហ្នឹងគឺព្រះពុទ្ធព្រះធម៌ព្រះសង្ឃយកនៅព្រះសង្ឃគេចាប់ស្រាតហើយស្ដេចសំស្ងាត់អត់មានប្រតិកម្មអីបន្តិចតែបុគ្គលជាប្រតិកម្មគឺទៅប្រតិកម្មការពារហ៊ុនសែនទៅវិញទៅការពារអាអ្នកសឹកទៅវិញទៅការពារអាអ្នកសម្រាប់ទៅវិញពីព្រោះអីព្រោះវាខ្លាចអញ្ចឹងងារស្ដេចសង្ឃហ្នឹងភេទបុរិតគឺនៅក្នុងប្រទេសកម្ពុជាហ្នឹងគេដាក់ដើម្បីយកសង្ឃទៅត្រួតត្រាសង្ឃកុំឲ្យសង្ឃហ្នឹងមានសេរីភាពស្រឡាញ់ទឹកដីស្រឡាញ់យុត្តិធម៌ស្រឡាញ់អំពើល្អសង្ឃណាដែលស្រឡាញ់សេរីភាពសង្ឃណាដែលស្រឡាញ់ទឹកដីសង្ឃណាដែលស្រឡាញ់អំពើល្អ
ត្រូវបានគេបង្ក្រាបព្រោះគេបញ្ជាទៅស្ដាប់សង្ឃគេបញ្ជាទៅក្រសួងធម្មការទៅគឺបញ្ច្រាស់ទៅនឹងទៅបង្ក្រាបហេតុអីព្រោះខ្មែរយើងមានប្រវត្តិខ្ញុំនិយាយរឿងពីរអ្នកដែលខ្លាចសង្ឃណាទី1គឺប៉ុលពតទីសំទោសមិនប៉ុលពតយើងបាននិយាយទី1គឺបារាំងណារដ្ឋាភិបាល reliable driver កម្មករចំណេះបារាំងខ្ញុំនិយាយទៅប្រហែលម្សិលមិញមានប្រសងដែលគាត់គ្រប់គ្រងគណៈបកប្រជាជនហ្នឹងគាត់ផ្ញើសារមកខ្ញុំមកខ្ញុំលើករឿងហ្នឹងម្សិលមិញខ្ញុំសរសេរអំពីនៅក្នុងប្រទេសកម្ពុជាច្រើនតែស្ដេចសង្ឃប៉ុន្តែគ្មានឃើញស្ដេចសង្ឃណាម្នាក់រវីរវល់ចេញមុខការពារព្រះរតនត្រ័យតើធ្វើស្ដេចទៅអីបើមិនការពារកូនចៅហ្នឹងណាអត់មានឃើញស្ដេចសង្ឃមួយអង្គណាដែលចេញនៃការពារថាអូតើមិនបានទៅចាប់សម្រាប់លោកហ៎សាសនាទៅតែមានឥទ្ធិពលណាដូចខ្ញុំនិយាយសម្ដេចប៉ាបចឹងទៅតែមានឥទ្ធិពលណាបើនិយាយអញ្ចឹងប៉ាវិចារណាជាតិយើងទៅគ្រប់តុងជាតិយើងទៅសេលិខិតផ្លូវការទៅលោកវាអត់ត្រូវប្រមាថទេហ្នឹងជាការប្រមាថទេកុសត្រូវយ៉ាងណាគឺតាមធម៌វិន័យទាញធម៌វិន័យយកមកនិយាយមិនក៏ត្រូវទៅយកតែច្បាប់អពតមកចាប់សឹកបាញ់ទៅភ្លើងដាក់លោកទៅវិញហ៎ពេលនោះបងប្អូនមានប្រសងដែលគ្រប់គ្រងគណៈបកប្រជាជនហ្នឹងគាត់ខមមិនបងប្អូនទៅមើលបែបហ្នឹងចង្កោខមមិនហើយពេលខ្ញុំសូមថាគាត់លុបវិញគាត់តែមិនទាន់លុបទេខ្ញុំមើលមុននេះនៅខមមិននៅឡើយនេះក្រោយពីខមមិនហ្នឹងខ្ញុំអត់តខ្ញុំកម្រតណាក៏ short screen សារហ្នឹងផ្ញើសារមកខ្ញុំណាថាចុះសង្ឃគេដតីទៀតមិនក៏គេមិនផ្សឹកគេផ្សឹកតែសង្ឃណាដែលជាសង្ឃប្រឆាំងហើយញុះញង់និងមិនកាន់ធម៌វិន័យតែប៉ុណ្ណោះហើយពាក្យគាត់ណាខ្ញុំជឿថាពាក្យដាច់គុណហ្នឹងណាគឺតំណាងឲ្យគណៈបព្វជិនគិតចឹងបងប្អូនគណៈបព្វជិនបងប្អូនសរសេរមកមិនចេញចឹងគឺគេពុំតែមួយទេគេច្បាស់ជាថាចុះសង្ឃមកកកមិនក៏គេមិនផ្សឹកណាគេផ្សឹកតែសង្ឃដែលប្រឆាំងញុះញង់ហើយកុសធម៌វិន័យបងប្អូនពេលនោះខ្ញុំក៏ឆ្លើយតបទៅវិញមួយម៉ាត់ដោយមួយឃ្លាថាតើអ្នកស្គាល់សង្គ្រាមឆាត់ដែរទេហើយតើអ្នកស្គាល់កម្ពុជាក្រោមដែរទេណាអត់ឃើញឆ្លើយតបបើលោកមិនស្គាល់ក៏អត់ទៅចុះមានន័យថាលោកកម្រិតបព្វធម៌អត់ទីបច្ចេកសូត្រសិល5ហ្នឹងនិយាយចឹងទៅតេស្តឌីលបុគ្គលគូតេស្តនេះឡើងតាមសិលគេចាប់ដែរនេះអានេះប្រពន្ធគឺថាតេស្តឌីលបុគ្គលមិនតំដៅឬតែប្រសតទេលោកសង្ឃទៅតេស្តឌីលណាបើនិយាយអញ្ចឹងទៅហើយបងប្អូនមិននាំគ្នាការពារយុត្តិធម៌ទៅនាំគ្នាការពារពួកបាញ់បោះពួកចាក់លោកផ្សាក់ទៅចាប់លោកស្រាច់ទៅការពារទៅវិញយើងលោកនេះគ្នាអត់ទៅការពារលោកឬអីបានទៅការពារពួកសាហាវកាន់តែភ្លើងចាក់លោកព្រៀបវាយខ្នោះដោះអាវបោះចូលគុកឥឡូវខ្ញុំសួរលោកខ្ញុំសួរប្រសង់នៅក្នុងប្រទេសកម្ពុជាដែលគ្រប់គ្រងគណៈបព្វជិជនយល់យ៉ាងដូចម្ដេចក្រែងខ្លួននឹងជាសង្ឃដែរហ៎មកគាត់ខ្ញុំសួរប្រជាជនតែប៉ុណ្ណឹងខ្ញុំសួរថាតើដាច់គុណស្គាល់សង្គ្រាមឆាត់និងកម្ពុជាក្រោមដែរទេខ្ញុំនិយាយអានេះបាទខ្ញុំនិយាយបារាំងវិញខ្ញុំនឹកឃើញអាសំដួលហ្នឹងខ្ញុំដាក់ទៀតរបស់ហ្នឹងនេះមិនស្មានខ្ញុំនិយាយអំពីបារាំងបងប្អូនណានៅក្នុងប្រទេសកម្ពុជាទឹកដីយើងគង់វង្សមានការចូលរួមពីប្រសង់ 50% បងប្អូនអាចារ្យស្វាអាចារ្យពោកំដៅសិតពីអាចារ្យពីដើមសិតតែអ្នកធ្លាប់បួសហើយសិតទៅធ្វើជាអាចារ្យខ្មែរយើងពីដើមអត់មានសាកលវិទ្យាល័យទេអ្នកដែលរៀនសូត្រចេះដឹងគណិតវិទ្យាធរណីមាត្រអក្សរសាស្ត្រសិតតែរៀននៅវត្តហើយអ្នកចេះដឹងនឹងហើយទៅធ្វើជាគ្រូទៅធ្វើជាអាចារ្យទៅធ្វើជាមេដឹកនាំសង្គមទៅធ្វើជាប្រធានភូមិទៅធ្វើជាមេស្រុកទៅធ្វើជាចៅហ្វាយខេត្តបងប្អូនឥឡូវចៅហ្វាយខេត្តអីទៅឲ្យយើងនិស្សិតច្បាប់អីយើងត្រូវការមានសាកលវិទ្យាល័យពីដើមគឺវត្តជាសាកលវិទ្យាល័យរបស់ខ្មែរវត្តជាសាកលវិទ្យាល័យរបស់ខ្មែរខ្ញុំនិយាយរឿងនឹងមួយនៅក្នុងចំនួនដើមតើសង្ឃនៅក្នុងប្រទេសកម្ពុជាមានដឹងទេហេតុអីបានជាបច្ចុប្បន្ននេះរំលាយនៃផ្នែកគំនិតដែលប្រសង់ជាអ្នកចូលរួមការពារទឹកដីប្រទេសកម្ពុជាហើយយើងឈរមើលសង្ឃខ្លួនឯងគឺបានគេស្រាក់ណាទេអត់ដឹងរឿងហ្នឹងណាមួយទៀតសង្ឃណានៅសម័យអាណានិគមនិយមបារាំងជាអ្នកនៅក្នុងវត្តអារាមមិនមែនត្រឹមតែជាកន្លែងអក្សរសាស្ត្រទេប្រពៃណីទំនៀមទម្លាប់វប្បធម៌គឺនៅទីនោះវាអត់រលាយបារាំងដាក់អាណានិគមគឺចង់ផ្លាស់ប្ដូរអក្សរខ្មែរឲ្យនៅសំឡេងខ្មែរប៉ុន្តែអក្សរឡាតាំងបារាំងធ្វើបានជោគជ័យជាមួយយួនបងប្អូនយួនដែលខ្ញុំនិយាយអក្សរពីដើមគឺអក្សរដែលមានទម្រង់ដូចចិនមិនមែនអក្សរចិនទេទម្រង់ដូចចិនមានអក្សរដូចចិនកូរ៉េជប៉ុនទម្រង់ក៏វិញក៏បានចឹងប៉ុន្តែត្រូវបានបារាំងកែប្រែឃើញទេហើយស្រោបជាមួយយួនហ្នឹងមានឆន្ទៈមិនចង់ឲ្យខ្លួនឯងដូចចិនឲ្យខុសពីចិនផងពីព្រោះប្រឆាំងជាមួយការឈ្លានពានផ្ដាច់ខ្លួនមែនទេគឺត្រូវតែធ្វើឲ្យខ្លួនឯងមានលក្ខណៈពិសេសមួយគឺកែអាហ្នឹងបារាំងចង់កែអក្សរខ្មែរហ្នឹងដែលមានជើងក៏វិញក៏បានមុខស្មាហ្នឹងឲ្យទៅជាអក្សរឡាតាំងដែរប៉ុន្តែត្រូវបានព្រះសង្ឃណា
នៅគ្រប់វត្តអារាមហើយប្រជាជនដែលអសរនឹងមិនរលាយដែលទៅរៀនវត្តអារាមនឹងគឺប្រឆាំងជាមួយអាណានិគមបារាំងដែលគេឲ្យឈ្មោះថាសង្គ្រាមឆ័ត្រដូចនេះហៅថាសង្គ្រាមឆ័ត្រសង្គ្រាមឆ័ត្រគឺសង្គ្រាមគឺជាការលេងពាក្យទេគឺជាចលនារបស់ព្រះសង្ឃឆ័ត្រហ្នឹងគឺសំដៅទៅលើព្រះសង្ឃបាំងឆ័ត្រព្រះសង្ឃបាំងឆ័ត្រគឺជាចលនាអានសៀមរបស់ព្រះសង្ឃនៅក្នុងប្រទេសកម្ពុជាប្រឆាំងទៅនឹងអាណានិគមនិយមបារាំងដែលចង់កែប្រែអក្សរសាស្ត្រខ្មែរហើយឆ័ត្រហ្នឹងគឺជាឆ័ត្ររបស់លោកហ្នឹងណាដែលជាអ្នកការពារអក្សរយើងរហូតមកទល់បច្ចុប្បន្នណាគឺជាការចូលរួមចំណែកដ៏ធំមួយនៅក្នុងពិភពលោកនៅក្នុងប្រទេសកម្ពុជាដែលព្រះសង្ឃជាច្រើនមិនដឹងព្រះសង្ឃជាច្រើនមិនដឹងណាអញ្ចឹងចុះតួនាទីសង្ឃគឺតែពិសូដ្ឋហើយទៅនិយាយដើម្បីទទួលបានបច្ច័យធម៌ទេសនាតែវាគ្រប់គ្រាន់តែយើងអាចបម្រើមនុស្សជាតិអីមួយទីមួយខ្ញុំយកពីតើអ្នកឯងស្គាល់សង្គ្រាមឆ័ត្រទេទីពីរអ្នកស្គាល់កម្ពុជាក្រោមដែរទេបងប្អូនកម្ពុជាក្រោមណាយួនមិនចង់រំលាយរាល់ថ្ងៃហ្នឹងគឺវាថារំលាយម្ដងបន្តិចចាប់ពីក្មេងជំនាន់ក្រោយទៅវាចាប់ឲ្យចូលសាលាកម្ពុជាក្រោមគឺយួនបើវាចង់កំទេចកម្ពុជាក្រោមគឺវាកំទេចវត្តនឹងលោកសំជាមូលដ្ឋាននៃវប្បធម៌ណាហើយនៅកម្ពុជាក្រោមដែលរឹងប៉ឹងរហូតមកទល់បច្ចុប្បន្នមិនមែននៅតាមភូមិទេគឺដោយសារតែវត្តអារាមទេដែលជាទីរឹងប៉ឹងដែលជាកន្លែងរក្សាប្រពៃណីកន្លែងរក្សាទំនៀមទម្លាប់នេះអញ្ចឹងហើយបានជាយួនទៅចាប់ទឹកសឹកលោកបោះចូលគុកសឹកលោកបោះចូលគុកហើយទៅនៅកម្ពុជាយើងវាទៅនៅក្រោមអំណាចយួនអីដែរគេក្រោមអំណាចហ៊ុនម៉ាណែតតើឯងវាធ្វើដូចយួនម៉េចអានេះមិនខ្ញុំសួរតែឯងស្គាល់កម្ពុជាក្រោមបច្ចុប្បន្ននេះណាពីមុននិងបច្ចុប្បន្ននេះគឺលោកយួនវាចាប់សឹកតែយើងនៅស្រុកខ្មែរកាន់ពុទ្ធសាសនាយើងអត់នៅក្រោមយួនផងយើងនៅក្រោមការត្រួតត្រារបស់ហ៊ុនម៉ាណែតតើហើយទៅចាប់សឹកអីដូចយួនដែរណាព្រោះថាយួនទៅវាសាហាវដោយសារតែប្រសង់ហ្នឹងវាធ្វើឲ្យប៉ះពាល់ទៅដល់ប្រទេសរបស់យួនមានន័យថាយួនវាមិនចាំឲ្យការបោះបោបាត់បង់ទឹកដីវាត្រូវវាអាចត្រូវហ្នឹងពួកវាដើម្បីការពារប្រទេសដើម្បីការពារប្រទេសយួនត្រូវតែចាប់ផ្សឹកធ្វើបាបសំណាដែលមានគំនិតបះបោឬក៏នាំឲ្យប៉ះពាល់ទៅដល់ផលប្រយោជន៍របស់វៀតណាមត្រូវពួកវាការពារប្រទេសគេអាហ្នឹងបើយើងមើលចំណែកមួយជ្រុងហើយចុះនៅក្នុងប្រទេសកម្ពុជាតែយើងទៅការពារប្រយោជន៍ណាមែនទេអញ្ចឹងបានថាវាមានរឿងមានតែអ្នកដែលប្រឆាំងទៅនឹងសង្ឃហើយអ្នកដែលឈរមើលលោកសង្ឃត្រូវបានគេស្រាតគឺមិនសមគោរពទេបងប្អូនណាបើសម្រាប់សូនតារាព្រះសង្ឃដែលគាត់ថាអញមិនហ៊ាននិយាយទេខ្លាចហ៊ុនសែនគេចាប់ស្រាតមួយទៀតប៉ុន្តែក្នុងចិត្តហ្នឹងកុំទៅកាន់ជើងមែនទេកុំទៅកាន់ជើងលោកកុំទៅកាន់ជើងអាពួកពីលពួកទៅបាញ់ទៅចាប់លោកស្រាតសុផាន់រឹកអ៊ំស៊ីវអេងសម្រាប់បើយើងមិនហ៊ាននិយាយយើងស្ងាត់មាត់ទៅមិនកើតមែនទេបើមានលោកខ្លះអានឹងខុសណាបងប្អូនខុសណាត្រូវទទួលបានការសរសើរវិញដែលព្រះសង្ឃនៅតែជាតួអង្គសំខាន់នៅក្នុងប្រទេសកម្ពុជាហើយទីអត់ដឹងថានៅកម្ពុជាក្រោមបច្ចុប្បន្នហ្នឹងយល់ទៅរឹងទៅលោកទេព្រោះលោកជាមូលដ្ឋានពីកំតិចទៅលោកទេអានឹងជាមូលដ្ឋាននៃព្រលឹងរបស់ជាតិជនជាតិមួយនៅកម្ពុជាក្រោមទីហៅថាបាត់វត្តកំតិចលោកអីចោលអស់តែមួយចំនួនហ្នឹងខ្មែរយួនទាំងអស់កើតមកមានប្រជេស្អីវាខ្លះនៅសល់និយាយខ្មែរទៅតាមសរសេរនៅវត្តកើតមកយួនទាំងអស់មែនទេខ្មែរខ្លាចយួនអត់លីងយើងគ្មានទាំងដូនតាវត្តអារាមអញ្ចឹងបានជាខ្ញុំចោទទៅសួរសំណួរវិញថាតើអ្នកឯងស្គាល់សង្គ្រាមឆ័ត្រនិងកម្ពុជាក្រោមដែរទេតែបើមិនស្គាល់ទេខ្ញុំថាមិនបាច់យកបច្ច័យទេហើយយើងជាព្រះសង្ឃគួរណាស់តែអាណិតព្រះសង្ឃនិងគាំទ្រព្រះសង្ឃខ្លួនឯងហើយបើយើងនិយាយពីធម៌វិន័យតើធម៌វិន័យណាទៅមនុស្សទៅចង្អេងចង្ងាងចូលទៅផ្សឹកលោកអីហ្នឹងគឺទៅមានលំដាប់ទៅមានលំដោយទៅតាមកម្ពីណាបើនេះធម៌វិន័យពុទ្ធចែងថាម៉េចបើកណ្ដាលនិយាយពីធម៌វិន័យអនុវត្តដោយពួកនគរបាលកាន់កំភ្លើងចូលទៅចឹងរលាយហើយនៅក្នុងប្រទេសកម្ពុជាណាពុទ្ធសាសនារលាយមុនគេនៅក្នុងប្រទេសកម្ពុជាហ្នឹងគឺមនុស្សចាប់ដើមប្រមាថឈប់ហើយប្រទេសកម្ពុជានឹងបាត់បង់អត្តសញ្ញាណក្រោមមានតែរូបពុទ្ធធំហ្នឹងនៅពលាននឹងហោះហ្នឹងគឺក្រោមស្នាដៃគុណម៉ាណែតហ្នឹងឯងពុទ្ធសាសនាចាប់ដើមខ្សោយនេះពួកកណាបងប្អូនកណាស្ដេចសំកើនហើយសាសនាត្រូវបានគេជិះជាន់អាហ្នឹងវាក្លាប់ចាក់ទៅឲ្យមនុស្សហ្នឹងលែងគោរពទៅវិញប្រិយមិត្ត share រនេះទៅកាន់ប្រិយមិត្តទៀតទូរទស្សន៍សូនតាស្រាប់ខោជនផ្ដាច់ការផ្លាស់ប្ដូរផ្នែកគំនិតព្រះពុទ្ធសាសនាគឺបើយើងនិយាយទៅអ្នកដែលចូលគោរពព្រះពុទ្ធសាសនាគឺត្រូវលះបង់យកសេចក្តីស្ងប់ធំប៉ុន្តែបើយើងតែងតាំងមនុស្សទៅវាស្រើបស្រាលវាទៅបួសទៅជាកាប់ចាក់គ្នាហ្នឹងណាតាមវត្តខ្លះសឹកកាប់ចាក់គ្នាផងសំទោសបងប្អូនបាត់អ៊ីនធឺណិតបន្តិចបានមិញនេះឥឡូវកៀងខមមិនដឹងមិនដែរបងប្អូនណាសង្ស័យចុងសប្តាហ៍ទេដឹងហើយឥឡូវបងប្អូនជួយខមមិនណាបងប្អូនកៀងខ្ញុំមកកៀងខមមិននិងកៀងយូសំទោសចប់ត្រឹម S ជួនហ៊ុយនិងវ៉ាន់សុបិនអញ្ចឹងខ្ញុំសាកពីកណាវាកៀងអញ្ចឹងសំខាន់ខ្ញុំមើលខមមិនទេបើណាខមមិនដើរនេះខ្ញុំចង់ចូលទៅក្នុងក្តាច់អ៊ីនធឺណិតឲ្យតវិញក្តាច់អ៊ីនធឺណិតបន្តិចឲ្យតវិញដើម្បីឲ្យមើលសំខាន់ខ្ញុំមើលខមមិនបាទប្រិយមិត្តនៅកៀងដដែលខមមិន
ពួកអត់ខមមិនខ្ញុំមិនដឹងថាតើវាដើរឬក៏អត់ទេបាទពួកវាគាំងទាំងអស់បាទគាំងទៅវ័នសុបិនហ្នឹងណាឥឡូវខ្ញុំសាកម្ដងទៀតមើលអូគាំងបាទអត់ដឹងមូលហេតុអីទេបាទអូខេមិនដឹងមូលហេតុអីទេសុំទុកបងប្អូនរអួនបន្តិចគាំងទាំងអស់ខ្ញុំ view ក៏គាំងក៏មិនគាំងខ្ញុំសុំបិទអ៊ីនធឺណិតឲ្យបើកម្ដងទៀតបាទសុំបើកម្ដងទៀតលើកទី3អូខេបាទអញ្ចឹងយើងនិយាយចោលចុះបាទខ្ញុំនិយាយឲ្យខ្លីចូលទៅក្នុងប្រធានបទទី2ប្រិយមិត្ត share ប្រនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារាស្រាត់ខោជនផ្ដាច់ការផ្លាស់ប្ដូរផ្ទត់នៅបាទបងប្អូនគាំងតំណែងហើយតែខ្ញុំនិយាយដើម្បីឲ្យចប់ហើយយើងទៅចប់ការផ្សាយផ្ទាល់ត្រឹមនេះចប់ហើយខ្ញុំជឿថាសង្ឃឹមថាវីដេអូនេះវាមិនមែននិយាយមកកញ្ចក់ទេបាទវាមានបញ្ហាបន្តិចស្រាប់តែដាច់អ៊ីនធឺណិតហើយតាមទម្លាប់ហ្នឹងខ្ញុំឆ្ងល់ដែរឲ្យតែពេលដាច់អ៊ីនធឺណិតហើយត្រឡប់មកវិញគឺពាំងបងប្អូនឃើញរូបមនុស្សប្រធានបទទីខ្សឹបមានមនុស្សជាច្រើនដែលជាយុត្តិជនគាត់បានផ្ញើសារមកខ្ញុំហើយសូមឲ្យខ្ញុំលាក់អត្តសញ្ញាណអំពីការកាត់ប្រាក់ខែទាហានខ្ញុំសូមជម្រាបថាចាប់តាំងពីច្រើនឆ្នាំមកហើយខ្ញុំនិយាយដដែលអ្នកដែលផ្ញើសារមកខ្ញុំត្រូវគោរពនិងរក្សាការសង្កត់ជានិច្ចបងប្អូនផ្ញើសារមកខ្ញុំបងប្អូនមិនដែលឃើញខ្ញុំយកទៅបង្ហោះនេះក្នុងនេះកូនសិស្សសូនតារាអ្នកផ្ញើសារមកកគូកនេះដែលខ្ញុំយកខ្ញុំមិនដែលថាអញមិនជឿទេបើអញ្ចឹងបញ្ចេញមកអត់ជឿអត់ទៅនេះសំខាន់រឿងនេះពិតការពិតអត់ត្រូវការសញ្ញាបត្រទេបងណាអត់ត្រូវការសញ្ញាបត្របញ្ជាក់ទេដែលជឿឬមិនជឿជារឿងហ្នឹងប៉ុន្តែរឿងហ្នឹងពិតដែរទេហើយមានតែអ្នកដែលស្ថិតនៅក្នុងសភាពការហ្នឹងទេដែលដឹងឧទាហរណ៍ថាមានទាហានជាច្រើនក៏បានផ្ញើសារមកខ្ញុំអំពីការកាត់ប្រាក់ខែអ្នកដែលថាមិនពិតតែថាបានប៉ុន្តែមានតែអ្នកកាត់ប្រាក់ខែនឹងក្រសួងការពារជាតិដែលដឹងច្បាស់ហើយរឿងហ្នឹងណាលាក់ក៏អត់ចិត្តដែរអាហ្នឹងដូចថាយកចំអេទៅការខ្មែរយើងមានថាតម្រៃងាប់យកចំអេទៅបាំងឬក៏យកដៃទៅបាំងព្រះអាទិត្យណាបើរឿងហ្នឹងវាពិតវាអត់បានទេប៉ុន្តែខ្ញុំនិយាយតែមួយវាជាទម្លាប់ច្រើនឆ្នាំមកហើយឲ្យតែមានបញ្ហាគឺគេតែងតែកាត់ប្រាក់ខែទាហានហើយបើបងប្អូនយើងសម្លឹងទៅមើលទាហានណាអត់មានអីក្រជាងទាហានទេលើលោកនៅក្នុងប្រទេសកម្ពុជាគឺទាហានក្រជាងគេបំផុតបើទាហាននោះណាអត់មានណាចេះរកស៊ីលក់អង្គប្រពន្ធរកស៊ីលក់មន់រកស៊ីលក់ដីអីនេះមានអាជីវកម្មលក់ចាក់ហួយអីខាងក្រៅបឹងទៅលើតែប្រាក់ខែប្តីសុទ្ធហើយទាហាននឹងបឹងទៅលើតែប្រាក់ខែទាហានសុទ្ធគឺបងប្អូននៅក្នុងស្រុកខ្មែរក្រជាងទាហានណាហើយក្រហើយគ្រប់ថ្នាក់នេះមានវិន័យអត់ដូចក្រុមហ៊ុននេះទេប៉ុន្តែទៅកាត់ប្រាក់ខែមានរឿងអីជាទូទៅគេកាត់នៅក្នុងប្រទេសកម្ពុជាខ្ញុំជម្រាបប្រាប់បងប្អូនរឿងហ្នឹងអត់មានអីចម្លែកទេប៉ុន្តែអ្វីដែលចម្លែកនោះគឺថានេះចំណុចទី1ហើយអ្វីបានជារបបហ៊ុនដឹកនាំប្រទេសអួតថារីកចម្រើនដល់កម្រិតនឹងហើយនៅតែមិនកែប្រែអាចម្លែកគឺថាហេតុអីបានជាមិនកែប្រែនៅតែអនុវត្តវប្បធម៌ចាស់គឺវប្បធម៌កុម្មុយនីសកាត់លុយពីដើមទឹកចំនួនក៏កាត់លុយបេសកកម្មមានទឹកចំនួននៅខេត្តណាអញ្ចឹងទៅកាត់លុយតែហ៊ានបើកលុយមកគេអត់មានសួរនាំទេគេសួរនាំទេតែប្រាក់ខែ 60000 នេះទៅបើក 60000 នេះទៅបើក 55000នេះអត់មានសិទ្ធតបានមានទេអត់គឺអាហ្នឹងមិននេះមិនមែនតែកាត់អីទេគឺថាចាប់ចម្រិតយកតែម្ដងនឹងអានេះគឺវប្បធម៌នឹងយូរហើយនៅក្នុងនៃកងកម្លាំងប្រដាប់អាវុធហ្នឹងប៉ុន្តែវប្បធម៌ហ្នឹងវាត្រូវខ្សោយទៅវិញវាត្រូវបាត់ទៅវិញពេលដែលគណៈបកប្រឆាំងមានសម្លេងច្រើនចឹងមិនថាសម្លេងនៅក្នុងគណៈបកប្រឆាំងសំខាន់ណាមុនទៀតបើខ្ញុំនិយាយពីមុនឆ្នាំអានេះខ្ញុំមិនសូវដឹងទេមែនទេប៉ុន្តែរឿងនេះជាចំណេះដឹងទូទៅមិនទៅដឹងមានថាខ្ញុំក៏អត់បានស្ថិតនៅក្នុងព្រឹត្តិការណ៍នេះទេណាគឺមុន93មុនសំរងស៊ីកម្មជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចបានមកផ្លែតប្រទេសកម្ពុជា3ខែតែបានប្រាក់ខែម្ដងហ្នឹងនេះតែហ៊ានហើយបើកម្ដងមកលុយតែ 30000 ហ្នឹងចាយបាន 10000 នេះមិនខ្ទេចអស់ហ្នឹងលុយឡាអីលុះជុំតែលុយឲ្យមកចំហៀងនេះបិទផ្សេងទៅឲ្យមកចំហៀងផ្សេងទៀតយកកស៊ូយកយកបាយកកបិទខុសគ្នាណាចំហៀងជុំតែចំហៀងអាទៅសងខាងហ្នឹងដូចគ្នានឹងគេហែកពីណាមកកណាត់ជុំតែក្បាលអានេះទៅកតុយអានោះមកពីនោះមកក្បាលអាលុយបោះប្រហែល5ឆ្នាំមុនអាកតុយបោះទៅបោះថ្មីទៅថាអាណិតកងទ័ពបងប្អូនអាណិតកងទ័ពនេះយើងនិយាយពីរឿងប្រាក់ខែគឺអត់មានអីក្រជាងទាហានប៉ុន្តែអានឹងចម្លែកទី1ខ្ញុំថារឿងហ្នឹងគឺជួយពីដើមមកខ្លួនស្អីក៏កាត់ក្បាតក៏ហោមកាត់រឿងទឹកចំនួនកាត់រឿងរំវងកាត់រឿងថាកាត់នោះកាត់តែពីកាត់ជប់លៀងមកកាត់តែហ៊ានជប់លៀងហ្នឹងកាត់ប៉ុន្តែគេអត់ឲ្យកាត់ពីអ្នកមានទេហើយបងប្អូនយើងមើលណាអ្នកដែលខ្ញុំនិយាយបាញ់មិញចឹង
ចម្លែកគឺវាអត់ទាន់ការធ្វើការកែប្រែហ្នឹងទី1ទី2ខ្ញុំនៅតែរំលឹករឿងឈ្មោះណារឿងឈ្មោះមានន័យថាម៉េចបងប្អូននៅក្នុងប្រទេសកម្ពុជាសាងសង់សាលាសិទ្ធិឈ្មោះហ៊ុនសែនលៀនជនហោះហ៊ុនសែនអំណោយហ៊ុនសែនប៉ុន្តែបងប្អូនពេលដែលមានបញ្ហាគឺគេកាត់លុយទៅហ៊ានទេតាកាត់លុយបលិសតាកាត់លុយពេអំទេតាប៉ុន្តែនៅក្នុងប្រទេសកម្ពុជាសួរថាគេហ៊ាននិយាយទេពីដើមហ្នឹងហ៊ានតែនិយាយខ្សឹបខ្សៀវគ្នាទៅកន្លែងតារាងបាល់កន្លែងហ្នឹងប៉ុន្តែឥឡូវហ្នឹងវាមានប្រព័ន្ធហ្នឹងណាគឺវាផ្ញើចែកចាយមកណាផ្ញើសារផ្ញើទៅ Facebook នោះវាមិនទៅនិយាយទេប៉ុន្តែរឿងមួយទៀតគឺគេថាកាត់លុយដើម្បីយកទៅជួយទាហានដែលពិការស្លាប់វាជាចំណុចគុណធម៌មួយណែបច្ចុប្បន្ននេះដែលគេកាត់លុយទាហានណាវានៅក្នុងន័យថាយើងយកលុយទាហានដែលប្រាក់ខែហ្នឹងទៅជួយណាកងទ័ពនៅក្នុងសមរភូមិដែលស្លាប់នឹងពិការយើងនិយាយមើលមកជុំវាជាចំណុចគុណធម៌មួយដែលបងប្អូនមែនទេស្មាប់អារម្មណ៍មិនអីទេបើខ្ញុំជាកងទ័ពខ្ញុំថាខ្ញុំបញ្ចូលរួមនេះព្រោះពួកគាត់គ្រួសារដែលបានស្លាប់នឹងពិការនឹងរបួសមែនទេអាហ្នឹងគឺខ្ញុំចូលរួមបើមានឆន្ទៈប៉ុន្តែខុសត្រង់ណាខុសត្រង់កតបកិច្ចនិងទូនីតិរបស់រដ្ឋអត់មានទំនួលខុសត្រូវអង្គនឹងបញ្ជាក់ថាប្រទេសកម្ពុជាដុនដាបបងប្អូនសេដ្ឋកិច្ចយើងល្អមើលតែមុខទេអាណាដែលខ្ចីលុយបានប្រជាជនទៅសងនឹងជំពាក់តកូនតចៅនឹងយកទៅដាក់ឈ្មោះហ៊ុនសែនទៅបោកប្រជាជនទៅអានឹងហ៊ុនសែនទៅតែមិនគាត់ដឹងថាលុយស្ទើរលុយខ្លួនឯងទាំងអស់ទេហើយដល់តែពេលបច្ចុប្បន្នហ្នឹងទៅបើវាបញ្ជាក់អំពីសមត្ថភាពមួយអត់ណាបងប្អូននៅក្នុងពិភពលោកនេះប្រទេសថៃក៏ដោយគេសិតតែមានគម្រោងថាវិការរដ្ឋគេមានគម្រោងថាវិការយោធាណាអ្នកដែលស្លាប់អ្នកដែលពិការអ្នកដែលរបួសណាគឺគេមានកញ្ចប់ថវិការដ្ឋមួយសម្រាប់ក្រុមគ្រួសារហើយអ្នកដែលនៅរស់អ្នកដែលកំពុងនៅបំពេញបេសកកម្មហ្នឹងគេតម្លើងប្រាក់ខែលើកទឹកចិត្តទៅវិញពីព្រោះបើកណាគេនិយាយពីគម្រោងវិស័យកងទ័ពវិស័យយោធាហ្នឹងអ្នកគេពង្រឹងវិស័យយោធាគឺមិនមែនទៅបូមឈាមពីយោធាដទៃទៀតទៅដាក់ឈាមយោធាដទៃទៀតអាហ្នឹងគេហៅប្រទេសក្រីក្រប្រទេសកុម្មុយនីសគឺបងប្អូនកុម្មុយនីសមានន័យថានៅប្រទេសហ្នឹងយើងមានស្រែមួយមេភូមិពេលយើងធ្វើបាញ់ចែកស្រែហ្នឹងយកស្រូវទៅចែកមនុស្សស៊ីអញ្ចឹងណាអាហ្នឹងវាបញ្ឆ្លុះបញ្ចាំងអំពីប្រទេសកម្ពុជាហ្នឹងវាក្រព្រោះណាបើយើងនិយាយទៅហើយយើងអត់ទទួលស្គាល់ថាខ្លួនយើងក្រយកទទួលស្គាល់ខ្លួនយើងអន់អាហ្នឹងគេវាយអានេះយើងត្រូវទទួលស្គាល់ប្រាប់ពិភពលោកថាអូអង្គការសហជីវជាតិប្រទេសកម្ពុជាក្រីក្រទើបងើបពីសង្គ្រាមអត់មានសមត្ថភាពយើងមិនទៅជ្រាបពីថៃទេប្រាប់អាស៊ានអញ្ចឹងប៉ុន្តែគាត់ក៏មិនហ៊ានថាក្រព្រោះវាខ្មាស់ទៀតថាអញខ្លាំងឃើញបរិញ្ញាបត្រប៉ុណ្ណឹងឃើញអញអាគារក្រុងភ្នំពេញប៉ុណ្ណាណៃមែនទេអាហ្នឹងគឺគេហៅថាអួតមានន័យថាអត់ខ្លាំងគឺដូចពិតតែបើយើងអត់ទៅទទួលស្គាល់ថាខ្លួនឯងវាក្រយើងមានអាគារយើងមានបរិញ្ញាបត្រយើងមានផ្លូវយើងមានអីគ្រប់ល្អមើលមនុស្សទលេស្រុកខ្មែរចុះអ្នកមានលុយអ្នកទៅពីអាមេរិកពីបារាំងទៅស្រុកខ្មែរមិនមែនថាមានលុយរឿងធម្មតាទេប៉ុន្តែយើងដល់ទៅពេលមានបញ្ហាទៅហ៊ានអត់មានកញ្ចប់ថវិកាធម្មតាគេមានកញ្ចប់ថវិកាអប់រំគេមានកញ្ចប់ថវិកាវិស័យការពារជាតិគេមានកញ្ចប់ថវិកាសុខាភិបាលណានេះមានន័យថាអន់គាត់និយាយខ្លីទៅអន់វាមិនអាចរក្សាវាមិនអាចផ្លាស់ប្ដូរអបធរកាត់លុយនេះណានេះហើយដូចខ្ញុំប៉ុន្តែខ្ញុំនៅតែនិយាយថាបើសម្រាប់ខ្ញុំខ្ញុំនិយាយទៅខ្ញុំអត់មានជួយចាប់អត់មានខលខ្វាយខ្ញុំស្ម័គ្រចិត្តខ្ញុំចូលរួមជាមួយប្រទេសជាតិណាខ្ញុំប៉ុន្តែអានឹងវាចូលលើគោលការណ៍ស្ម័គ្រចិត្តគោលការណ៍ស្ម័គ្រចិត្តសុខចិត្តឲ្យមនុស្សទៅស្ម័គ្រចិត្តស្ម័គ្រចិត្តឲ្យច្រើននេះនឹងផងមួយខែដាក់ទៅថាបរិច្ចាគ1000ចាប់ពី1000ទៅ5000ក៏ដោយ6000ក៏ដោយម្នេះអ្នកខ្លះហ្នឹងមួយខែបើកលុយមកគេដាក់10000គេលើកទៅយើងតម្រូវកាត់5000ប៉ុន្តែអត់ទេនៅក្នុងគណៈបច្ចុប្បន្នគេអត់ចូលចិត្តស្ម័គ្រចិត្តទេគេចូលចិត្តខ្ជុំក្បាលមកចេញបញ្ជាមកបើកមកតែលុយយើងប្រហែលនេះគេកាត់ប៉ុណ្្នឹងមកអត់មាននិយាយស្ម័គ្រចិត្តច្បាស់ប៉ុន្តែយើងត្រូវសួរថាពួកអង្គការមហាសទ្ធិពួកនៃរដ្ឋមន្ត្រីឧត្តមសេនីយ៍លុយឲ្យមកកប់ណាបងប្អូនណាអញ្ចឹងបងប្អូនត្រូវពិចារណាមើលកន្លែងនេះតើប្រទេសកម្ពុជាយើងត្រូវចំណាយពេលប្រហែលលានឆ្នាំណាប្រហែលលានឆ្នាំទៀតដើម្បីឲ្យប្រទេសមានការកែប្រែនិងមានវិវត្តនភាពល្អអញ្ចឹងខ្ញុំថាបើមើលបើសិនខ្ញុំថាហ្នឹងវាមិនជាបញ្ហាទេវាឆ្លុះបញ្ចាំងភាពអន់នេះវាឆ្លុះបញ្ចាំងភាពអន់នឹងការមិនឲ្យតម្លៃកងទ័ពសុខចិត្តឲ្យគាត់ស្ម័គ្រចិត្តវិញណាស្ម័គ្រចិត្តបរិច្ចាគវិញណាគាត់ថាឲ្យប្រមាណឲ្យទៅមានអ្នកខ្លះគេអាចឲ្យលុយនឹងប្រជាជនគេអាចឲ្យលុយនឹងគេមានមូលនិធិអីផ្សេងៗសុខចិត្តថាអញ្ចឹងវិញប៉ុន្តែរដ្ឋគេអត់មកណាមានន័យថាគម្រោងថវិកាវិស័យការពារជាតិហ្នឹងគឺទៅយកឈាមទៅហ៊ានទៅសំឈាមទៅហ៊ានអាហ្នឹងចាំយកលុយទៅបូមលុយកាត់លុយពីបលិសទៅអឹមទៅហ៊ានទៅទូទាត់ផ្សេងទៀតតើយើងណានៅអួតដល់ណាខ្ញុំថារឿងសំខាន់មួយណាបងប្អូនគឺការទទួលស្គាល់ការពិតមានតែការទទួលស្គាល់ការពិតនៅលើឆាកអន្តរជាតិទេនៅមើលអន្តរជាតិអាស៊ានទទួលស្គាល់ថាកម្ពុជាប្រទេសតូចប្រទេសក្រីក្រប្រទេសទុនខ្សោយតែហ៊ុនសែនក៏ហ៊ានថាអញ្ចឹងទេតែគាត់ខ្លាំងដាក់មួយប្រោកបាត់ភូមិប្រោកបាត់ផ្សារប្រោកបាត់បាត់វត្តអារាមបាត់ធនាគារបាត់កាស៊ីណូអីមិនធម្មតាទេបងណាបើយើងអត់ទទួលស្គាល់ថាកម្ពុជានឹងខ្សោយកម្ពុជានឹងក្រីក្របើយើងត្រូវទទួលស្គាល់ថាយើងខ្សោយក្រីក្រមិនទាន់ណាខ្លាំងខ្លាសេដ្ឋកិច្ចមិនទាន់ស្មើថៃមិនទាន់ស្មើវៀតណាមអីទេដូច្នេះយើង
ត្រូវការពឹងទៅលើច្បាប់អន្តរជាតិដើម្បីការពារទឹកដីគ្រប់ធម្មនុញ្ញអន្តរជាតិមកយើងអត់ទទួលស្គាល់ផងយើងថាយើងខ្លាំងមហាអស្ចារ្យមហាលុតប្លង់ហ្នឹងមហាអស្ចារ្យមហាលុតប្លង់ខ្លាំងមហាអស្ចារ្យមហាលុតប្លង់ដល់ដាក់ប្រោកទៅរឿងជាក់ស្ដែងហ្នឹងគឺអត់ទាំងមានលុយផងអត់ទាំងមានលុយទៅទំនុកបំរុងផងទៅកាក់ប្រាក់ខែទៅហ៊ានទៅទៀតអាហ្នឹងវាជាសិលធម៌វាមិនអីទេប៉ុន្តែវាឆ្លុះបញ្ចាំងពីសមត្ថភាពនិងអន្តររបស់រដ្ឋាភិបាលប្រិយមិត្ត share រនេះទៅកាន់ប្រិយមិត្តទៅទៀតទូរទស្សន៍សូនតារាស្រាត់ខោជនបដិការផ្លាស់ប្ដូរផ្នែកគំនិតបងប្អូនមិនមែនដោយសារពេលវេលាមានចំណាត់ពេលវេលានៅប៉ុន្តែដោយសារតែខ្ញុំនិយាយម្នាក់ឯងខ្ញុំនិយាយផ្សងព្រេងអញ្ចឹងយើងបញ្ចប់ការផ្សាយផ្ទាល់តែត្រឹមនឹងចប់ពីព្រោះបើខ្ញុំមើលទៅមិនដឹងជាអានខមមិនរឿងអីបើខមមិនកាំងបាត់ហើយនៅ view ក៏កាំងដែរអញ្ចឹងអត់មានអីត្រូវតតាំងការផ្សាយផ្ទាល់នេះវាអត់មានវិប្រាក់ផ្សេងទេព្រោះផ្សេងវាកាំងវាផ្ដោតទៅលើខមមិនរបស់បងប្អូនអញ្ចឹងខ្ញុំសូមបញ្ចប់ការផ្សាយផ្ទាល់តែត្រឹមនេះអរគុណប្រិយមិត្តដែលបានតាមដានទស្សនាការផ្សាយផ្ទាល់នេះតាំងពីដើមរហូតដល់ចប់ share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារាត្រង់ទីណាការផ្លាស់ប្ដូរផ្នត់គំនិតដល់ទីនោះស្ដាប់សូនតារាកើនបញ្ញាផ្លែតស្ដាប់ហ៊ុនបានអត់ទឹកណោមែនតែនស្ដាប់ហ៊ុនសែនកើនរោគចិត្តទូរទស្សន៍សូនតារាស្រាត់ខោជនបដិការផ្លាស់ប្ដូរផ្នត់គំនិតយើងជួបគ្នាសាជាថ្មីម្ដងទៀតនៅថ្ងៃក្រោយតាមពេលវេលានឹងមកដែរសូមអរគុណសូមជម្រាបលារាត្រីសួស្ដី